រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកចម្រៀងមនោសញ្ចេតនាមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកចម្រៀងរបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់រំលឹកមហាគុណូបការៈរបស់ប៉ាពីម៉ាមីដែលជាស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅជូនពរប៉ាពីម៉ាមីសូមអស់អិនព្រំថែរក្សាទ្វីបលោកជួយផ្ដល់ជ័យជោគប៉ាពីម៉ាមីបំពេញកុសលជ្រះថ្លាសម្ភីផ្ដល់ចំណេះលាភីរស្មីនៃជីវិតសូមសេចក្តីសុខសិរីបវរកាយមមមួនល្អប្រាជ្ញាវៃពិតអាយុយឺនយូរថ្លៃថ្លាជីវិតសុខទាំងកាយចិត្តញាតិមិត្តអបអរសាទរយើងខ្ញុំទាំងអស់គ្នាសូមប្រណិប័តន៍លើកហាត់ថ្វាយថ្វាត់ព្រះគុណបវរជួយអប់រំជួយសិស្សដោយចិត្តស្មោះសរសន្តោសអ្នកក្រផ្ដល់ឱកាសមានវិជ្ជាទីបញ្ចប់យើងខ្ញុំលើកហាត់បង្គំខមាទោសសុំលោកពីអង្គាសូមដីលើសលុះអសុរោះវេចាសូមលោកករុណាមេត្តាសន្តោសប្រណីនិពន្ធដោយខ្ញុំបាទសសិរីយុកោនិពន្ធនៅថ្ងៃទី20ខែ10ឆ្នាំ2013អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្តីសូមជម្រាបលា